ភូមិអូអុកញ៉ាហេងប្រែមុខមាត់ថ្មីប្រជាប្រុងស្រីសាទរក្រៃលែងយើងបានផ្លូវល្អអស់ក្តីចំបែងប្រុសស្រីចាស់ក្មេងប្រើប្រាស់យប់ថ្ងៃចេញចូលធ្វើការតាន់ពេលគ្មានភ័យភូមិយើងសពថ្ងៃអភិវឌ្ឍគ្រប់ទីផ្លូវកាន់តែល្អសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិអូអុកញ៉ាហេងសង្កាត់អូអុកញ៉ាហេងក្រុងកំពង់សោមខេត្តព្រះសីហនុបាទសម្រាប់សួរបាទខ្ញុំចៅសង្កាត់អូអុកញ៉ាហេងបានចុះមករត់ពិនិត្យការសាងសង់ផ្លូវបេតុងគម្រោងរបស់មូលនិធិសង្កាត់ឆ្នាំ2026ឆ្នាំនេះគឺដាក់ចូលមកក្នុងភូមិអូអុកញ៉ាហេងជាផ្លូវអត្ថភាពសម្រាប់ឆ្នាំ2026ប្រវែង721ម៉ែត្រទៅតឹង6ម៉ែត្រនិងកម្រាស់1 តកន្លះហើយផ្លូវនេះបម្រើឲ្យប្រជាពលរដ្ឋក្នុងសង្កាត់អូអុកញ៉ាហេងទាំងមូលតែម្ដងហើយនឹងដើម្បីសម្របសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើររកស៊ីនិងប្រកបការផលជាច្រើនទៀតបាទសូមអរគុណបាទអរគុណខ្ញុំជាមេភូមិអូអុកញ៉ាហេងតំណាងប្រជាពលរដ្ឋក្នុងភូមិក្នុងសង្កាត់អូអុកញ៉ាហេងនេះដោយបានផ្លូវបេតុងមូលនិធិសង្កាត់អូអុកញ៉ាហេងផ្លូវយើងនេះមានទៅតឹង6ម៉ែត្របដោយ721ម៉ែត្រជាពលរដ្ឋក្នុងភូមិប្រើប្រាស់នៅផ្លូវនេះមានចំនួន736គ្រួសារកម្មកររោងចក្រគាត់ល្អចេញចូលគាត់សប្បាយចិត្តណាស់បាទប្រជាពលរដ្ឋក្នុងភូមិនេះគាត់អរគុណដល់អ្នកដឹកនាំទាំងអស់បាទធ្វើផ្លូវឲ្យគាត់នេះគាត់សប្បាយចិត្តណាស់ម្នាក់បាទខ្ញុំឈ្មោះសាវសៀងនៅភូមិអូអុកញ៉ាហេងខ្ញុំមានអារម្មណ៍សប្បាយចិត្តណាបានធ្វើផ្លូវហ្នឹងអញ្ចឹងណាហើយខ្ញុំអរគុណអ្នកដឹកនាំទាំងអស់ដែលបានធ្វើផ្លូវហើយខ្ញុំអរគុណគាត់ច្រើនឲ្យគាត់ទទួលទានមានរស់ស៊ីមានបានមានលៀបមានជ័យហើយគាត់ធ្វើផ្លូវបានស្អាតខ្ញុំអរគុណច្រើនចាអរមកណាមានអ្វីទៀតបានទេអ្វីក៏ទៀតមិនបានដូចផ្លូវដែរល្អណាស់ចៅអាយយុ85ហ្នឹងមកមកចេះអូនមកដល់ពីដើមមានតកូនទេចៅអើយត្រូវចាច់មកចៅឃើញណាក់ធ្វើចឹងគួរអាណិតណាក់ធ្វើទៀតអត់ដល់និយាយអាណិតចឹងហ្មងពីញ៉ាំនេះចៅហៅពូមកហូបបាយចាក់ទឹកកកឲ្យហូបដាក់ចង្កូតឲ្យហូបទៀតចៅខ្ញុំចៅអញឲ្យទានល្អណាស់ចៅខ្ញុំថាចឹងហ្មងបាទខ្ញុំក៏អរគុណចៅទីណាមានទុកមានមុខអញ្ញាធរចេញមុខគាំទ្រគៀងកយប់ថ្ងៃស្វែងរកជំនួយជួយមិនសំចៃរកដំណងស្រាយជួយដោយស្មើភាពជួយដោយស្នាមញញឹម